សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel របស់ Apple ម្ដងទៀតថ្ងៃនេះយើងជួបគ្នាម្ដងទៀតចំពោះការផាត់មុខលក្ខណៈសម្រាប់ hang out នៅហាង coffee អញ្ចឹងដំបូងគឺខ្ញុំប្រើជា serum Mayada ដើម្បីការពារស្បែកមុខគឺខ្ញុំបន្តក់វានៅលើដៃហើយយើងលាបឲ្យចំសពស្បែកមុខរបស់យើងគេរួចរាល់បន្ទាប់មកគឺយើងកុំភ្លេច sunblock នេះគឺ Etude House Sunspray SPF ចំនួន50អញ្ចឹងវាជួយការពារស្បែកមុខយើងពីកម្ដៅថ្ងៃព្រោះអីអ្នកនរគ្នាដឹងស្រាប់ហើយថានៅខាងក្រៅឥឡូវគឺក្ដៅខ្លាំងអញ្ចឹងកុំភ្លេច SPF អូខេយើងលាបវាដោយប្រើដៃរួចរាល់យេបន្ទាប់មកយើងប្រើជា MAC Prep and Prime នេះគឺជា skin base ដើម្បីការពារឲ្យ make up របស់យើងជាប់បានយូរ24ម៉ោងគឺយើងត្រូវការ primer អញ្ចឹងយើងលាបវាឲ្យសព្វលើផ្ទៃមុខជាជក់ក៏បានតែខ្ញុំចូលចិត្តប្រើដៃដោយសារវាចូលមុខសព្វល្អបន្តមកទៀតគឺ foundation គឺជាម្សៅទំនាប់ខ្ញុំប្រើជា Revlon 24 hour ហើយដោយសារតែវាមានភាពក្រមៅអញ្ចឹងខ្ញុំនឹងលាយវាជាមួយនឹង It Cosmetic Foundation តបមកយើងចាក់វានៅលើដៃមួយដំណក់ហើយយើងយកដៃលាយអូខេមែនយើងទៅក្រៅទៅអញ្ចឹងណាគឺយើងយកពងតប់មុខយើងសិនអញ្ចឹងគឺ foundation របស់យើងរួចរាល់ hair flip តាន់អូខេម្ដងទៀតគឺយើង complete concealer សម្រាប់អ្នកដែលអត់សូវបានគេងហើយមានភាពខ្មៅស្រក់នៅខាងក្រោមភ្នែកអញ្ចឹងយើងចុចវាមកតំណក់ពីតំណក់មកហើយយើងអាចប្រើដៃ blend ក៏បានយើងប្រើជាពងក៏បានដើម្បីឲ្យផ្ទៃមុខរបស់យើងស្រស់ថ្លាល្អតបមកគឺយើងគូសចិញ្ចើមអញ្ចឹងបើអ្នកនរគ្នាចង់ដឹងពី detail គូសចិញ្ចើមអាចមើលវីដេអូរបស់ខ្ញុំហើយខ្ញុំផុសមុនហ្នឹងអូខេតបមកយើងចូលដល់ការផាត់ភ្នែកខ្ញុំប្រើ Meet and Matte Nude Palette គឺយកជ្រើសរើសយកពណ៌ត្នោតហើយនិងពណ៌សដើម្បីបង្កើតនៅភាពទាក់ទាញហើយនឹងស៊ីជាមួយនឹង sim cafe របស់យើងដល់មកគឺយើងគូ eyeliner នេះគឺ Mistin eyeliner គឺ eyeliner ប្រភេទនេះអ្នកទាំងអស់គ្នាអាចរកបាននៅតាមទីផ្សារគឺមានភាពល្បីល្បាញមែនទែនដល់មកខ្ញុំបិទរោមភ្នែកហើយខ្ញុំភ្លេចយក mascara ផាត់ចិញ្ចើមដោយសារតែសក់ខ្ញុំពណ៌រាងក្រហមអញ្ចឹងខ្ញុំត្រូវការចិញ្ចើមពណ៌រាងខ្ចីដែរអញ្ចឹងយើងកុំភ្លេច mascara ដើម្បីផាត់ចិញ្ចើមអូខេចុងក្រោយគឺ mascara សម្រាប់រោមភ្នែកដើម្បីឲ្យរោមភ្នែកធម្មជាតិរបស់យើងវាលាយចូលគ្នាជាមួយរោមភ្នែកដែលយើងពាក់តបមកខ្ញុំជ្រើសរើសយកម្សៅផាត់ពណ៌ខ្ចី Manas ដើម្បីបង្កើតភាពស្រស់ថ្លាហើយកុំភ្លេចនៅក្រែមលាបមាត់របស់ Yada ហើយនឹងម្សៅផាត់មុខដើម្បីបញ្ចប់នៅការផាត់មុខរបស់យើងអូខេរួចរាល់ហើយអញ្ចឹងទាំងអស់គ្នាតាមដានទស្សនានៅការស្លៀកពាក់របស់ខ្ញុំសម្រាប់ការផាត់មុខបែបនេះក៏យើងស្លៀកពាក់បែបណាសូមចេញទស្សនាអញ្ចឹងឈុតទី1គឺជាការស្លៀកពាក់បែប casual chic គឺជាការស្លៀកពាក់បែប formal សម្រាប់អ្នកដែលទៅប្រជុំនិងអ្នកដែលមានការងារធ្វើអញ្ចឹងខ្ញុំពាក់ស្បែកជើងកែងចោលខោខ្មៅហើយនឹងមានកាបូបជាមួយដែរហើយបន្ថែមពីនោះគឺយើងប្រើក្រែមពណ៌ក្រហមដើម្បីភាព sexy ហើយសម្រាប់ look ទី2គឺ cutie nerdy សម្រាប់អ្នកដែលជាសិស្សសាលាអញ្ចឹងយើងប្រើពណ៌ក្រែមជាលក្ខណៈពណ៌ផ្កាឈូកហើយមានលក្ខណៈ sweet ហើយនឹង cuteគេទី3គឺយើងប្រើពណ៌ក្រែមលក្ខណៈកម្ៅសម្រាប់ gangster geek សម្រាប់អ្នកដែលចូលចិត្តលក្ខណៈ fun ជា artist ជាអ្នកចម្រៀងឬក៏អ្នកដែលចូលចិត្ត style បែបប្លែកៗអូខេជឿអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំហើយសង្ឃឹមថាអ្នកនរគ្នា subscribe ហើយ like វីដេអូរបស់ខ្ញុំផងហើយស្រឡាញ់ New Coffee អរគុណសម្រាប់ការផ្ដល់ទីតាំងការថតហើយស្រឡាញ់អ្នកទាំងអស់គ្នាអូខេបាយបាយ Shots until you're old. We just need a face to face.